បុរសម្នាក់ត្រូវជន់ដៃដល់មិនស្គាល់មុខកាប់ស្លាប់ក្បែររោងចម្ការសង្ស័យផ្ដើមចេញពីរឿងគំនុំបុរសម្នាក់ត្រូវបានឃាតករដែលគេគ្មានភិនភាកពីអត្តសញ្ញាណបានកាប់ចិញ្ច្រាំរបួសស្ទើរសោះសាច់រហូតស្លាប់យ៉ាងរន្ធត់នៅក្នុងរោងចាំចម្ការមួយកន្លែងនៅក្នុងដីចម្ការដែលស្ថិតនៅក្នុងភូមិតាំងយូឃុំយូដាស្រុកគំរៀងខេត្តបាត់ដំបងដែលកើតឡើងនៅម៉ោង10:40នាទីព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2026សេចក្តីរាយការណ៍បានឲ្យដឹងថាជនរងគ្រោះគឺមានឈ្មោះថាសុងខ្លាភេទប្រុសអាយុ34ឆ្នាំជាកម្មករដែលយាមចម្ការឲ្យបងស្រីបង្កើតឈ្មោះសុងកែវអាយុ45ឆ្នាំជនរងគ្រោះមានស្នាមរបួសស្ទើរគ្រប់កន្លែងនៅលើដងខ្លួនដែលមានដូចជាក្បាលដៃជើងជាពិសេសត្រង់កលើស្មានេះបើតាមសមត្ថកិច្ចនិយាយសារព័ត៌មានមិនទាន់ទទួលព័ត៌មានពិស្ដារពីក្រុមគ្រួសារជនរងគ្រោះជុំវិញនឹងករណីឃាតកម្មដ៏សាហាវឃោរឃៅនេះនៅឡើយនោះទេរហូតមកទល់នឹងពេលនេះដោយឡែកលោកអធិការស្រុកគំរៀងលោកវេកំចត់ក៏មិនអាចទំនាក់ទំនងសុំនៅការបំភ្លឺបន្ថែមបានផងដែរនៅរសៀលថ្ងៃទី22ខែឧសភាឆ្នាំ2026នេះប៉ុន្តែយោងតាមព័ត៌មានបឋមនានាដែលសារព័ត៌មានទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះត្រូវបានឃាតករកាប់សម្លាប់នៅក្បែររោងចាំចម្ការតែគេសង្ស័យថាអាចជាការវាយតបតគ្នាទៀតផងនេះបើតាមពិនិត្យកន្លែងកើតហេតុដែលគេមិនអាចដឹងថាតើភាគីម្ខាងទៀតមានបកពួកប៉ុន្មានអ្នកនោះទេប៉ុន្តែយ៉ាងណានេះគ្រាន់តែជាព័ត៌មានបឋមដែលផ្ដល់ដោយអ្នកនៅកន្លែងកើតហេតុខណៈព័ត៌មានពីសមត្ថកិច្ចមិនត្រូវបានគេបង្ហើបឲ្យដឹងឡើយគេកំពុងតែដាក់ការសង្ស័យថាអំពើឃាតកម្មដ៏ឃោរឃៅនេះអាចផ្ដើមចេញពីរឿងគំនុំហើយឃាតករអាចជាមនុស្សស្គាល់គ្នាថែមទៀតផងយ៉ាងណាពេលនេះសមត្ថកិច្ចកំពុងតែប្រឹងប្រែងស្វែងរកមុខជនសង្ស័យនិងជនដែលដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់សេចក្តីរាយការណ៍បានឲ្យដឹងថាជនរងគ្រោះគឺមានឈ្មោះថាសុងខ្លាភេទប្រុសអាយុ34ឆ្នាំជាកម្មករដែលយាមចម្ការឲ្យបងស្រីបង្កើតដែលមានឈ្មោះថាសុងកែវអាយុ45ឆ្នាំជនរងគ្រោះមានស្នាមរបួសស្ទើរគ្រប់កន្លែងនៅដងខ្លួនដែលមានដូចជាក្បាលដៃជើងជាពិសេសត្រង់កលើស្មានេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចជុំវិញនឹងករណីឃាតកម្មដ៏សាហាវឃោរឃៅនេះមិនទាន់ទទួលបាននូវព័ត៌មានពិស្ដារពីក្រុមគ្រួសារជនរងគ្រោះនៅឡើយនោះទេរហូតមកទល់នឹងពេលនេះនេះគឺជាករណីឃាតកម្មដែលបុរសម្នាក់ត្រូវបានជន់ដៃដល់មិនស្គាល់មុខកាប់ស្លាប់នៅក្បែររោងចាំចម្ការដែលគេសង្ស័យថាផ្ដើមចេញពីរឿងគំនុំដែលហេតុការណ៍នេះគឺកើតឡើងនៅវេលាម៉ោង10:40នាទីព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2026ដែលស្ថិតនៅភូមិតាំងយូឃុំដូដាស្រុកគំរៀងខេត្តបាត់ដំបង